សន្តិភាពនិងការវិនិយោគរុញច្រានសេដ្ឋកិច្ចខេត្តតាកែវឲ្យកាន់តែរីកចម្រើនថែមទៀតខេត្តតាកែវកំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគឧស្សាហកម្មនិងសិប្បកម្មដោយសារស្ថិរភាពនយោបាយនិងសន្តិភាពដែលកំពុងមានយោងតាមអាជ្ញាធរខេត្តការខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តមវៃសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវបាននាំមកនូវលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់រោងចក្រសហគ្រាសជាច្រើនត្រូវបានបង្កើតឡើងដែលផ្ដល់ឱកាសការងាររាប់ពាន់កន្លែងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងមកពីតាមបណ្ដាខេត្តផ្សេងៗជាក់ស្ដែងគឺត្រឹមបច្ចុប្បន្នក្នុងខេត្តតាកែវមានរោងចក្រសហគ្រាសនិងគ្រឹះស្ថានចំនួន769កន្លែងដែលត្រូវការកម្មករនិយោជិករហូតដល់174,411នាក់ក្នុងនោះស្ត្រីមានចំនួន74,451នាក់ទន្ទឹមនឹងការរីកចម្រើននៃឧស្សាហកម្មធំៗខេត្តតាកែវក៏មានសិប្បកម្មខ្នាតតូចជាលក្ខណៈគ្រួសារដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋសិប្បកម្មទាំងនោះរួមមានតម្បាញហូលផាមួងក្រមាសូត្រនិងផលិតផលសិប្បកម្មផ្សេងៗដទៃទៀតដែលត្រូវបានផលិតដោយដៃនិងដាក់តាំងបង្ហាញជាសាធារណៈប្រាក់ចំណូលសរុបដែលកម្មករនិយោជិកទទួលបានពីវិស័យឧស្សាហកម្មនិងសិប្បកម្មនៅក្នុងខេត្តតាកែវប្រមាណជាង$302,000,000សហរដ្ឋអាមេរិកក្នុងមួយឆ្នាំនេះជាសញ្ញាដែលបង្ហាញអំពីការរីកចម្រើននៃសេដ្ឋកិច្ចខេត្តនិងការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋអាជ្ញាធរខេត្តតាកែវបន្តបដិញ្ញាជំរុញការវិនិយោគនិងការគាំទ្រសិប្បកម្មក្នុងស្រុកដើម្បីបង្កើតឱកាសការងារបន្ថែមនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋសង្ឃឹមថាខេត្តតាកែវនឹងបន្តក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅកម្ពុជានៅក្នុងចំណោមខេត្តដទៃផ្សេងទៀតដែលបង្កលក្ខណៈអំណោយផលដល់អ្នកវិនិយោគិនផងនិងផ្ដល់ឱកាសការងារកាន់តែសម្បូរបែបដល់បងប្អូនប្រជាពលរដ្ឋផង